បងអូនស្រីគ្នាយើងដឹងអត់តំបន់ថ្ងៃនេះគឺជាចំណុចទាក់ទាញសំខាន់សម្រាប់បងបរោះណាហេតុអីឧទាហរណ៍បងអូនស្ត្រីដែលគាត់កំពុងតែមានជំងឺធ្លាក់សបករោគដែលមានការធុំក្លិនមានលីឡំជាមួយនឹងការរមាស់ការស្ងួតការក្តៅក្រហល់កាហាយទ្វារមាសអ្វីដែលពិបាកធំបំផុតសម្រាប់ស្ត្រីគឺរមាស់ហើយនឹងបញ្ហាធុំក្លិនសូម្បីតែខ្លួនឯងក៏ខ្មាស់អៀនខ្លួនឯងដែរចុះបើសិនជាយើងមានគ្រួសារមានដៃគូឬក៏មានគូសង្សារដែលត្រូវការគេងនៅជាមួយគ្នាបើសិនជាបងប្អូនមានបញ្ហាហ្នឹងតើបងប្អូនមានអារម្មណ៍បែបម៉េចមានទំនុកចិត្តអត់មានភាពជឿជាក់អត់ចាមនុស្សស្រីសម្រស់គឺជាភាពតាក់ទាញមួយផ្នែកខាងក្រៅចុះបើនៅខាងក្នុងយើងវាអត់ល្អវាធុំក្លិនវាឆ្អេះវាឆ្អាបវាល្មាស់ហើយតើយើងនៅពេលដែលយើងរួមភេទតើវានឹងមានបញ្ហាអីបងប្អូនខាងក្រៅបានតែល្អខាងក្រៅល្អប៉ុណ្នេះសំខាន់គឺខាងក្នុងបងប្អូនត្រូវថែទាំសុខភាពខ្លួនឯងបានល្អជាពិសេសគឺតំបន់ទ្វារមាសស្ត្រីមិនមែនតតែយកទឹកកអូបទឹកអប់មកបាញ់ទេណាមិនមែនទេឲ្យតែយើងអនាម័យត្រឹមត្រូវកុំឲ្យមានជំងឺមានបញ្ហាធុំក្លិនមានការធ្លាក់សបករោគទាំងអស់នេះគឺវាល្អយើងអនាម័យទៅណាในគ្រូផ្ដាំប៉ានេះបងអូនស្រីជាពិសេសស្រីដែលកើតកាមរោគសេមន់ណាដោះសាច់ដោះអីនេះអត់ព្រមដោះស្រាយព្យាបាលឲ្យតន់ទុកដល់បញ្ហាធ្ងន់ណាបើកទ្វារឡើងបើកឡើងត្រូវការរួមដំណេកអីសាច់សេមន់ឡើងដោះជុំចិត្តប្រដាប់ភេទអីអញ្ចឹងបងប្អូនសាកសម័យមើលតើគេរអើមយើងអត់